អ្នកទាំងអស់គ្នាមានធ្លាប់ដឹងអត់ថាហេតុអ្វីបានយើងប្រើថាមពលអគ្គិសនីកាន់តែច្រើនគេគិតតម្លៃយើងកាន់តែថ្លៃប៉ុន្តែបើយើងបកទៅមើលតំណែងផ្សេងៗដែលលក់នៅតាមផ្សារឬក៏នៅតាមហាងបើយើងទិញកាន់តែច្រើនគេកាន់តែបញ្ចុះតម្លៃយើងវិញអញ្ចឹងថ្មីនេះអាជ្ញាធរអគ្គិសនីកម្ពុជាបានចេញនៅសេចក្តីប្រកាសស្តីពីបញ្ជីនៃការលក់ភ្លើងអញ្ចឹងក្នុងនោះផងដែរយើងឃើញថាចំពោះអ្នកប្រើប្រាស់ដែលតពីបណ្ដាញជាតិសាធារណៈ LV ចំពោះអ្នកប្រើប្រាស់តាមឡៅឋានបើយើងគិតចាប់ពី1គីឡូវ៉ាត់ទៅដល់200គីឡូវ៉ាត់ម៉ោងគឺយើងឃើញថាតម្លៃគឺខុសៗគ្នាហើយក៏កាន់តែខ្ពស់ទៅផងដែរអញ្ចឹងចំពោះមូលហេតុទី1ហ្នឹងគឺដោយសារតែការបាត់បង់ថាមពលនៅលើខ្សែទៅជាកម្ដៅឬក៏យើងហៅថា power loss តើវាមានកម្ដៅមិនទៅបើយើងអាចទៅប៉ះវាផងអញ្ចឹង power loss គឺកើតឡើងដោយសារតែមានចរន្តរត់កាត់នៅលើខ្សែដែលឲ្យដោយសមីការ P ស្មើនឹង RE ក្រេដែល E គឺជាអាំងតង់ស្ទែចរន្តហើយ R គឺជា resistance របស់ខ្សែអញ្ចឹងយើងសាកសម័យថាបើសិនជាយើងប្រើភ្លើង10 ampere អញ្ចឹងនោះតាមសម័យកាលខាងលើយើងប្រកាសជាទទួលបាន power loss រហូតដល់100 A ប៉ុន្តែបើសិនជាយើងកើនចរន្តវិញរហូតដល់20 ampere អញ្ចឹងយើងឃើញថា power loss ដែលយើងទទួលបានគឺរហូតដល់400 A អញ្ចឹងដោយតាមសម័យកាលខាងលើយើងឃើញថាបើសិនជាយើងប្រើប្រាស់ចរន្តកើនឡើងដល់2ដងប៉ុន្តែ power loss កើនរហូតដល់4ដងអញ្ចឹងនេះគឺជាមូលហេតុដែលអ្នកប្រើប្រាស់ភ្លើងកាន់តែច្រើនគឺបង្កើត power loss កាន់តែច្រើនអញ្ចឹងដោយសារតែថាមពលដែលបាត់បង់ទៅលើខ្សែហ្នឹងគឺកើតឡើងដោយសារតែអ្នកប្រើប្រាស់ចរន្តច្រើនដូច្នេះហើយទើបគិតតម្លៃរៀងថ្លៃដើម្បីប៉ះពើនៅ power loss ដែលបាត់បង់នៅតាមខ្សែហើយចំពោះមូលហេតុទី2នោះគឺគេចង់លើកទឹកចិត្តឲ្យយើងទាំងអស់គ្នាហ្នឹងប្រើប្រាស់ថាមពលអគ្គិសនីហ្នឹងដោយសមចៃ Energy Saving អញ្ចឹងយើងដឹងហើយថាការផលិតនៅថាមពលអគ្គិសនីគឺមានកំណត់អញ្ចឹងបើយើងសម័យថាយើងលក់តម្លៃថោកដូចគ្នាទាំងអស់នោះនៅមួយចំនួនប្រហែលជាលែងសមចៃអញ្ចឹងគាត់អាចប្រើប្រាស់ភ្លើងនៅខ្ជះជាយចុះអ្នកដែលអត់មានលទ្ធភាពគាត់បានអីប្រើហើយមួយទៀតគេសម្គាល់ឃើញថាចំពោះអ្នកដែលតម្រូវការថាមពលច្រើនអាចមកពីរោងចក្រក្រុមហ៊ុនឬក៏អ្នកដែលមានជីវភាពទូធាដូច្នេះគេចង់ឲ្យមនុស្សគ្រប់គ្នានឹងសុទ្ធតែអាចប្រើប្រាស់ថាមពលអគ្គិសនីបានរួមទាំងអ្នកដែលមានជីវភាពខ្សោយដោយសារថាមពលអគ្គិសនីហ្នឹងគឺមានកំណត់អញ្ចឹងដោយសារមូលហេតុមួយចំនួនទាំងអស់ហ្នឹងហើយទៅធ្វើឲ្យតម្លៃនៃការលក់ភ្លើងហ្នឹងខុសពីតំណែងដែលយើងឃើញនៅតាមផ្សារឬតាមហាងបើសិនជាយើងប្រើប្រាស់ថាមពលកាន់តែច្រើនគេគិតតម្លៃយើងកាន់តែខ្ពស់ដែរ